hướng cái đây ngàyនេះគឺជាhướng cái đâyគឺកម្មដែលកូនសម្រាប់ឪពុកម្ដាយទៀតដែរអ្នកនរគ្នាដែលជាhướng cái đâyរបស់ Colin Griffith ដែលគាត់សម្រាប់ឪពុកគាត់មួយឆ្នាំក្រោយមកគឺគាត់ធ្វើការសម្រាប់ទៅលើម្ដាយគាត់ម្នាក់ទៀតនិយាយទៅចន្លោះគម្លាតគ្នាគឺធំតែមួយឆ្នាំឯងគឺគាត់សម្រាប់ទាំងឪពុករបស់គាត់ហើយនិងម្ដាយរបស់គាត់តែ Colin គឺគាត់មានឪពុកឈ្មោះថា Charles Griffith ហើយនិងម្ដាយឈ្មោះថា Catherine Griffith ដោយឪពុកម្ដាយរបស់ Colin ហ្នឹងគឺគាត់បានបែកគ្នាតាំងពី Colin អាយុ15ឆ្នាំដោយឪពុករបស់គាត់គឺជាអ្នកទទួលសិទ្ធិនៅក្នុងការចិញ្ចឹម Colin នៅពេលដែល Colin គាត់រស់នៅជាមួយនឹងឪពុកគាត់ហ្នឹងគឺអត់សូវចុះសម្រុងគ្នាអ្នកនរគ្នាដោយសារតែឪពុកគាត់ហ្នឹងគឺរកឃើញថា Colin ហ្នឹងគឺជាគេអ្នកនរគ្នាតែធ្វើឲ្យគាត់ហ្នឹងគឺដាក់ទោស Colin ដោយឲ្យ Colin ហ្នឹងគឺឃុំឃាំងនៅតែក្នុងផ្ទះអត់ឲ្យចេញទៅណាឲ្យតាក់ទងជាមួយអ្នកណាហើយសូម្បីតែបាយណាអ្នកនរគ្នាគឺគាត់ឲ្យញ៉ាំតែមួយថ្ងៃធំតែមួយពេលទេនិយាយទៅគឺចិញ្ចឹម Colin ដូចជាសត្វចឹងដល់ថ្ងៃទី14ខែ2ឆ្នាំ2023ជាថ្ងៃ Valentine's Day ដែលឪពុកគាត់ហើយនិង Colin ហ្នឹងគឺឆ្លោះគ្នាខ្លាំងមែនតើអ្នកនរគ្នាគឺមានការបតែបតាប់គ្នាមិនធំតែពាក្យសម្ដីណាគឺដល់ហឹង្សាទៀតដោយពេលហ្នឹងគឺ Colin គឺគាត់បានយកកំភ្លើងបាញ់ទៅលើឪពុកគាត់ចំធងហើយនិងចំក្បាលដែលធ្វើឲ្យឪពុកគាត់ហ្នឹងគឺស្លាប់នៅក្នុងថ្លុកឈាមនៅនឹងកន្លែងនៅក្នុងផ្ទះគាត់ភ្លាមយកមកបន្ទាប់មក Colin គាត់ក៏បានខលទៅ911ហើយ911គេបានមកដល់អញ្ចឹងទៅប៉ូលីសសង្គ្រោះក្រុមអីអញ្ចឹងទៅមកដល់ក៏បានរកឃើញថាឪពុកគាត់ហ្នឹងគឺស្លាប់បាត់បង់ជីវិតបាត់ហើយក៏បានខាត់ខ្លួន Colin ដើម្បីទៅសួរចម្លើយពេលដែលទៅសួរចម្លើយហ្នឹងគឺគាត់បានប្រាប់ប៉ូលីសថាមូលហេតុដែលគាត់បានគឺដោយសារតែគាត់ចង់ការពារខ្លួនដោយសារនៅថ្ងៃហ្នឹងគឺគាត់មួយឪពុកគាត់ជួបគ្នាខ្លាំងដែលធ្វើឲ្យឪពុកគាត់ហ្នឹងដល់ថ្នាក់យកកបិតដើម្បីគំរាមចាក់គាត់ណាអញ្ចឹងគាត់អត់មានជំរើសបានគាត់យកកភ្លើងហ្នឹងបាញ់ទៅលើឪពុកគាត់មុនដើម្បីការពារខ្លួនខ្ញុំអ្នកនរគ្នាមុននឹងតរឿងក្តីខ្ញុំសូមពាណិជ្ជកម្មមួយអ្នកនរគ្នាឃើញខ្សែកដែលខ្ញុំពាក់នេះហ៎ខ្សែកហ្នឹងគឺជាប្រភេទ stainless steel អ្នកនរគ្នា inox ហើយសំខាន់ខ្សែកនេះគឺកំងឈ្មោះបានក៏សម័យឈ្មោះបានអ្នកនរគ្នាឈ្មោះអីគឺអាចដាក់តាមនឹងបានហើយសំខាន់ទិញភ្លាមគឺបានភ្លាមទៀតហើយតម្លៃគឺធូរថ្លៃខ្លាំងមែនតើអ្នកនរគ្នាមួយខ្សែហ្នឹងត្រឹមតែ$6ទេធានាហ្មងថាពាក់អត់ឆេះអត់ប្រែពណ៌ទេ quality អែមហើយសំខាន់ស្អាតមួយខ្សែ$6ហ្នឹងគឺដាក់បាន3អក្សរអ្នកនរគ្នាបើសិនជាអ្នកនរគ្នាមានឈ្មោះជា4អក្សរថែម1អក្សរអញ្ចឹងគឺកាត់លុយថែមក្នុង1អក្សរ$2ខាត់ពេលពាក់អញ្ចឹងទៅពាក់មួយអាយុក៏ត្រូវក្របថប់ក៏ត្រូវថែងថប់ក៏ត្រូវនិយាយមែនពាក់គ្រប់កលៈទេសៈហ្មងហើយសំខាន់បើសិនជាបងគាត់ចង់បានគឺគាត់អាចឆាតមក IG ហាងរបស់ខ្ញុំក៏បានដោយសារហាងរបស់ខ្ញុំមានលក់ណាអ្នកនរគ្នាអញ្ចឹងគឺគាត់អាចឆាតមកសួរព័ត៌មានបន្ថែមបានហើយគាត់បាននិយាយថាឪពុកគាត់ហ្នឹងគឺមានបំណងចង់សម្រាប់គាត់បានគាត់យកភ្លើងដើម្បីបាញ់មុនចង់ទៅកុំឲ្យឪពុកគាត់សម្រាប់គាត់តន់ក្នុងករណីការពារខ្លួនប៉ូលីសគឺគេអត់សូវជឿហ្មងទេប៉ុន្តែគឺគេរកភស្តុតាងដែលចោទប្រកាន់ថា Colin ហ្នឹងគឺគាត់សម្រាប់ដោយចេតនាអត់បានហើយណាមួយគឺ Colin ពេលហ្នឹងគឺគាត់មានអាយុធម្មតា15ឆ្នាំឯងអញ្ចឹងគេអត់មានជំរឿគេក៏បានដោះលែង Colin អញ្ចឹង Colin នៅពេលដែលឪពុកគាត់ស្លាប់គឺគាត់បានផ្លាស់ប្ដូរទីលំនៅទៅនៅជាមួយនឹងម្ដាយគាត់វិញយើងក៏ថាប្រហែលជាគាត់ទៅនៅជាមួយម្ដាយគាត់អាចនឹងមានសេចក្តីសុខអីចឹងប៉ុន្តែអត់ទេអ្នកគ្នាពេលដែលទៅនៅជាមួយម្ដាយគាត់ហ្នឹងគឺគាត់តែងតែឆ្លោះប្រកែកជាមួយម្ដាយគាត់ដល់ថ្នាក់ថាគាត់ប្រើអំពើហិង្សាទៅលើម្ដាយគាត់ទៀតណាអ្នកនរគ្នារហូតដល់មានថ្ងៃមួយក្នុងឆ្នាំ2023ហ្នឹងគឺគាត់បានត្រូវបានប៉ូលីសឃាត់ខ្លួនឲ្យកេងគុកមួយយប់ហ្មងដោយសារតែគាត់ប្រើប្រាស់អំពើហិង្សាទៅលើម្ដាយគាត់បន្ទាប់ពីនឹងមកម្ដាយគាត់ក៏បានបញ្ជូន Colin ទៅមន្ទីរពេទ្យផ្លូវចិត្តពេលដែលទៅដល់ហ្នឹងគឺគ្រូពេទ្យគេបានរកឃើញថាគាត់ហ្នឹងការជំងឺ PTSD ពេលហ្នឹងដែរ Colin គាត់ក៏បាននៅពេទ្យផ្លូវចិត្តដើម្បីព្យាបាលផ្លូវចិត្តរបស់គាត់សុខភាពផ្លូវចិត្តរបស់គាត់មួយរយៈអញ្ចឹងទៅពេលដែលចេញមកវិញហ្នឹងគឺម្ដាយរបស់គាត់គឺព្យាយាមថ្នាក់ថ្នមគាត់យកចិត្តគាត់ខ្លាំងមែនតើហ្មងអ្នកនរគ្នាសូម្បីតែពេល Colin គឺគាត់រៀនចប់គឺម្ដាយគាត់ថែមទាំងទិញឡានឲ្យគាត់ទៀតប៉ុន្តែពេលវេលាល្អហ្នឹងគឺអត់បានយូរអ្នកនរគ្នាគឺនៅពេលដែលនៅមួយគ្នាអញ្ចឹងទៅវាតែងតែមានរឿងឆ្លោះឲ្យម្ដាយកូនអញ្ចឹងគឺតែតែពេលដែលឆ្លោះគ្នាហ្នឹងគឺ Colin គឺគាត់ច្រកគាត់គឺនៅតែដែរអ្នកនរគ្នាតែរឿងទូចទេបកទៅជារឿងធំអីចឹងទៅរហូតដល់ថ្ងៃមួយក្នុងខែ9ឆ្នាំ2024ហ្នឹងគឺពីអ្នកគាត់ហ្នឹងគឺឆ្លោះគ្នាខ្លាំងមែនតើរហូតដល់ Colin គឺគាត់បានរត់ចេញពីផ្ទះទៅនៅផ្ទះយាយរបស់គាត់របៀបថាផ្ទះចិត្តគ្នាអីដែរវាមិនឆ្ងាយអីណាស់ណាអញ្ចឹងពី3ថ្ងៃក្រោយមកម្ដាយគាត់ក៏បានរបៀបថាហៅគាត់មកវិញអញ្ចឹងទៅតែគាត់អត់ព្រមមកវិញអញ្ចឹងម្ដាយគាត់ក៏បានទៅដល់ផ្ទះយាយរបស់គាត់ពេលដែលទៅដល់ហ្នឹងរបៀបថាបដាយបតាប់ឆ្លោះសម្ដីអីទៀតអញ្ចឹងរហូតដល់ដើរចេញមកក្រៅផ្ទះពេលដែលចេញមកក្រៅផ្ទះហ្នឹងគឺនៅតែឆ្លោះពាក្យសម្ដីទៀតរហូតដល់បកទៅជាហិង្សាដោយ Colin គឺគាត់បានចាប់ទាញសក់ម្ដាយគាត់ដើម្បីទាញចូលផ្ទះហើយគាត់បានបដួលម្ដាយគាត់នៅលើដីហើយគាត់បានយកកបិតដើម្បីមកចាក់ម្ដាយគាត់អ្នកនរគ្នាចាក់ចំកដែលធ្វើឲ្យម្ដាយគាត់ហ្នឹងគឺបាត់បង់ជីវិតភ្លាមហ្មងហើយគាត់ក៏បានស្ដាយតារាអ្នកនរគ្នាគឺគាត់បានទេទៅ911ប្រាប់ពីដើមហេតុចឹងទៅប៉ុន្តែដើមហេតុមូលហេតុដែលគាត់ប្រាប់ប៉ូលីសហ្នឹងគឺគាត់បាននិយាយថាម្ដាយរបស់គាត់គឺឆ្លោះគ្នាជាមួយគាត់ហើយបានយកកបិតហ្នឹងរបៀបថាមកចលោគាត់គំរាមគាត់ចាក់គាត់អីចឹងប៉ុន្តែបានដួលទៅបានចុងកបិតហ្នឹងត្រូវខ្លួនឯងតែលើកនេះគឺប៉ូលីសអត់ជឿគាត់ទេអ្នកនរគ្នាវាមិនដែរណាចលោគេឲ្យចុងមកដួលទៅត្រូវចុងចំកវាមិនដែរអញ្ចឹងហើយណាមួយប៉ូលីសគេក៏បានទៅសួរអ្នកចាត់ខាងម្ដុំហ្នឹងអ្នកចាត់ខាងគេក៏បានឲ្យចម្លើយប៉ូលីសថាពេលដែលបង្កើតហេតុហ្នឹងគឺឃើញពីអ្នកគាត់ឆ្លោះគ្នានៅមុខផ្ទះអីចឹងទៅក៏បានឃើញ Colin ហ្នឹងគឺចាប់ទាញសក់ម៉ាក់គាត់ហ្នឹងចូលទៅក្នុងផ្ទះហើយពេលដែលនៅក្នុងផ្ទះហ្នឹងគឺអ្នកចាត់ខាងគឺអត់ដឹងថាមានរឿងអីកើតឡើងហើយប៉ុន្តែដឹងតែថា Colin គឺគាត់ប្រើអំពើហិង្សាលើម៉ាក់គាត់
chẳng bởi vì nó có ban quạt luôn quạt phim mong nè đặc biệt đại xa hướng ní cứ mình chỉ cả này cà phê luôn tiệt tế đại xa ta quạt thọ mình bọt thợ bà mà đại quạt thọ mình bọt sầm lập ở bọc quạt mà chạm muốn hay là cứ quạt sầm lập mà đại quạt tiệt chẳng cái quạt luôn bà quạt đằng bay lang tà là ca hai ngày đại cái xa đằng bay lang tà là ca bà quạt nó cứ ngay tìm phải bị khải mùi chạm năng là năng đồng khai năng thì tấm màn ngày tiệt năng hay sầm khăn cứ khôn liên quan mẹ dụ thầm ta làm bao chạm nào thì cứ quạt sầm lập to mà đại quạt hay ở bọc quạt á hai lượt ní cứ khang tà là ca cái ban xa hướng đây đại quạt ban ở bọc quạt tiệt đòi hướng đây ở bọc quạt nó cứ cái sang sai tham mẹ chỉ hướng đây cà phê luôn tế ai năng quạtมีหม่อมน้องสำหรับอุปกรณ์หยกมองบาสันจีบ้านยาเปียกล้วนแม้นมันแม้นทักบ้านปีดองนะนี่คือกดบ้านอย่างพวกกว่าจำถูกมาดองให้จำกระบาลมาดองคือบ้านปีดองเบอร์หึงกระไดมาได้ก็คือดองตาหึงกระไดบันแมนจะหึงกระไดการปีกล้วนมองย่อมกระทากำลังมันเลยใส่ให้กำลังขมิ้นจุ่มตรงเกิดไอตื่นเปรียบเทียบคณีบานในดองตาขมิ้นจุ่มตรงมีกำลังจียังไงให้น้ำมุ้ยย่อมกระทามันได้มีมันได้หน้าหรือพายกกับบัดดองใบตกจงก้นขวัญหึงตุยตุยปันดังไงผู้เมื่อต้นคือมันได้บอกว่านั่นคือสลันโคลินคลาแมนแตนក្នុង Instagram ក្នុង Facebook អីនោះគឺផុសរូប Colin រហូតហើយដល់ថ្នាក់ទិញឡានទិញអីឲ្យកូនទៀតមិនមែនថាគាត់មិនស្រឡាញ់គាត់ស្រឡាញ់ចឹងខ្ញុំគិតថាទឹកចិត្តជាម្ដាយមិនអាចទៅហ៊ានយកកបិតមកជុំកូនជុំអីគំរាមសម្រាប់គឺអត់ហ្មងចំណែកឯរឿងក្តីនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាឡើងតឡាការទៅគឺមានរឿងអីកើតឡើងទៀតចាំខ្ញុំអាប់ដេតប្រាប់អ្នកនរគ្នាជាចុងក្រោយអ្នកនរគ្នាចាំជួយទៅ like Facebook page ហើយនិង follow IG របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនដែលស្ដាប់រឿងក្តីរបស់ខ្ញុំរហូតដល់ចប់ហើយបើសិនជាមានសំណូមពរអីចង់ឲ្យខ្ញុំនិយាយរឿងក្តីអីគឺអាច comment នៅក្រោមនឹងបានឬក៏ chat មក IG របស់ខ្ញុំក៏បាន Facebook ក៏បានដែរ